បាទគ្រប់ជំរាបសួរប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel Free Talking ទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី20នៃខែតុលាឆ្នាំ2025ហើយខ្ញុំបាទ Free Talking ថ្ងៃនេះក៏មានអត្ថបទថ្មីដើម្បីលើកយកមកជជែកវែកញែកប្រាប់ជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងនៅពេលថ្មីនេះបងប្អូនលោក Zelensky គឺបានបោះពាក្យសម្ដីយ៉ាងធ្ងន់ទៅកាន់លោក Putin ទៀតហើយដោយលោកបាននិយាយថាយើងមិនចាញ់សង្គ្រាមនោះទេហើយពូទីនក៏មិនអាចឈ្នះដែរប៉ុន្តែអ្វីដែលសំខាន់បងប្អូនពាក្យសម្ដីទាំងអស់នេះនិយាយទៅស្របពេលដែលរោងចក្រគីមីរបស់រុស្ស៊ីកំពុងតែផ្ទុះបងប្អូនណាដែលបណ្ដាលឲ្យមនុស្សចំនួន3នាក់បានស្លាប់និងមាន5នាក់ទៀតរងរបួសដូច្នេះហើយសហគមន៍អន្តរជាតិកំពុងតែពិនិត្យមើលស្ថានភាពឧបទ្ទវហេតុនេះតើការផ្ទុះរោងចក្រគីមីរបស់រុស្ស៊ីពាក់ព័ន្ធនឹងអ៊ុយក្រែនដែរឬទេដោយសារតែអ៊ុយក្រែនបានបោះពាក្យសម្ដីយ៉ាងធ្ងន់ធ្ងរទៅកាន់លោកពូទីនឥឡូវនេះយើងនឹងទៅលម្អិតនៅព្រឹត្តិការណ៍នេះទាំងអស់គ្នាតែម្ដងតើយើងចង់ដឹងថាតើការបំផ្ទុះបងប្អូនណារោងចក្រគីមីនៅឯប្រទេសរុស្ស៊ីនេះពាក់ព័ន្ធនឹងអ៊ុយក្រែនឬក៏យ៉ាងណាប៉ុន្តែមុននឹងឈានចូលទៅកាន់អត្ថបទនេះយើងមកស្ដាប់នៅពាក្យសម្ដីរបស់លោក Zelensky ដែលបានបោះសម្ដីធ្ងន់ធ្ងរទៅកាន់ប្រទេសរុស្ស៊ីជាពិសេសគឺលោកពូទីនតែម្ដងលោក Zelensky បានបោះពាក្យសម្ដីទៅកាន់លោកពូទីនដោយបាននិយាយថាយើងមិនចាញ់សង្គ្រាមទេហើយពូទីនក៏មិនអាចឈ្នះសង្គ្រាមដែរមេដឹកនាំអ៊ុយក្រែនរូបនេះបានថ្លែងក្នុងពេលដែលផ្សាយតាមទូរទស្សន៍ NBC News បងប្អូនណាកងទ័ពរបស់លោកពូទីនពេលនេះស្ថិតក្នុងស្ថានភាពខ្សោយមែនទែនពួកគេអាចដណ្ដើមបានតែ 1% នៃទឹកដីរបស់អ៊ុយក្រែនទេប៉ុន្តែពួកគេបានបាត់បង់មនុស្សចំនួន 1.3 លាននាក់រួចទៅហើយសង្គ្រាមនេះមិនមែននិយាយអំពីទឹកដីទេគឺកំពុងតែនិយាយអំពីឯករាជ្យរបស់អ៊ុយក្រែនប្រមុខរដ្ឋបាននិយាយថាខ្ញុំមិនយល់ទេថាហេតុអ្វីបានជាមេដឹកនាំរបស់ប្រទេសរុស្ស៊ីដ៏ធំបំផុតលើពិភពលោកត្រូវការចម្ងាយរហូតដល់ 2-3 គីឡូម៉ែត្របន្ថែមទៀតពូទីនព្យាយាមរក្សាអំណាចដល់ទៅស្លាប់ដើម្បីធ្វើឲ្យដូចអ្វីដែលគាត់ចង់បានគាត់ត្រូវការការគ្រប់គ្រងពីសាធារណៈនេះហើយជាមូលហេតុដែលគាត់ចាប់អារម្មណ៍ក្នុងការបន្តសង្គ្រាមជាមួយអ៊ុយក្រែននេះជាសម្ដីរបស់លោក Zelensky ហើយលោក Zelensky ក៏បានបន្តទៀតថាយើងមានសម្ព័ន្ធនៃឆន្ទៈហើយយើងនឹងធ្វើការធានាសុវត្ថិភាពប៉ុន្តែយើងត្រូវការអឺរ៉ុបរួមគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីជួយដល់អ៊ុយក្រែននេះជាសម្ដីរបស់លោក Zelensky បងប្អូនបន្ទាប់ពីលោក Zelensky បានបោះសម្ដីបែបនេះហើយយើងក្រឡេកទៅមើលប្រទេសរុស្ស៊ីឯនោះវិញប្រទេសរុស្ស៊ីស្រាប់តែមានករណីផ្ទុះរោងចក្រគីមីដ៏ធំបំផុតបងប្អូនណាស្លាប់មនុស្ស3នាក់ក្នុងនោះក៏មានអ្នករបួសចំនួន5នាក់បើតាមប្រមុខតំបន់នៅទីនោះបាននិយាយថាកាលពីថ្ងៃសៅរ៍បងប្អូនណាមានមនុស្ស3នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមួយនៅឯរោងចក្រគីមីមួយនៅក្នុងសាធារណរដ្ឋBashkortostan បងប្អូនណារបស់ប្រទេសរុស្ស៊ីឥឡូវនេះយើងនឹងទៅលម្អិតតែម្ដងបងប្អូនយើងនឹងទៅលម្អិតនៅអត្ថបទនេះការផ្ទុះដ៏ខ្លាំងក្លានៅឯរោងចក្រគីមី Avangard នៅឯប្រទេសរុស្ស៊ីបានសម្លាប់មនុស្ស3នាក់និងរបួស5នាក់សាធារណរដ្ឋ Bashkortostan ប្រទេសរុស្ស៊ីកាលពីថ្ងៃទី17ខែតុលាឆ្នាំ2025មានការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅឯរោងចក្រគីមី Avangard ក្នុងទីក្រុង Stelytama បងប្អូនដែលបណ្ដាលឲ្យមនុស្សចំនួន3នាក់បានស្លាប់ហើយក្នុងនោះសុទ្ធសឹងតែជាស្ត្រីទៀតនិង5នាក់ទៀតគឺរងរបួសប្រមុខតំបន់លោក Reddy Kabiro បានប្រកាសព័ត៌មាននេះតាមរយៈបណ្ដាញ Telegram របស់លោកកាលពីថ្ងៃសៅរ៍ទី18ខែតុលាឆ្នាំ2025កន្លងទៅថាបើតាមលោក Kabiro ការផ្ទុះនេះបានបំផ្លាញអគារមួយនៅក្នុងរោងចក្រដែលជាកន្លែងដែលរោងចក្រធ្វើការជាមួយសម្ភារៈផ្ទុះក្នុងចំណោមអ្នករបួសទាំង5នាក់មាន2នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់លោកបានបញ្ជាក់បន្ថែមថារោងចក្រនេះអនុវត្តបេសកកម្មសំខាន់របស់រដ្ឋនិងកំពុងត្រូវបានវាយតម្លៃពីអ្នកជំនាញដើម្បីស្វែងរកមូលហេតុនៃឧបទ្ទវហេតុនេះ
ទោះជាយ៉ាងណាបងប្អូនលោកខាប៊ីរ៉ូបានបដិសេធថានេះមិនមែនជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននោះទេរោងចក្រ Avangard ដែលត្រូវបានគេបង្កើតឡើងតាំងពីឆ្នាំ1943គឺជាផ្នែកមួយនៃសាជីវកម្មរដ្ឋរុស្ស៊ីរ៉ូស្ទិកវាផលិតអាវុធគ្រាប់រំសេវសម្ភារៈផ្ទុះឧស្សាហកម្មនិងសមាសធាតុសម្រាប់ប្រព័ន្ធមីស៊ីលរួមទាំងសម្រាប់កងទ័ពរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនផងដែររោងចក្រនេះបានធ្វើការបំផ្លាញអាវុធចាស់ៗបងប្អូនណាការផ្ទុះរោងចក្រនេះគឺបានបំផ្លាញអាវុធចាស់ៗនិងធ្វើការឥឡូវនេះគេកំពុងតែធ្វើការស្រាវជ្រាវផងដែរប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាឧបទ្ទវហេតុនេះបណ្ដាលមកពីការរំលោភលើបទបញ្ជាសុវត្ថិភាពណាមួយឬក៏ខុសបច្ចេកទេសណាមួយនៃប្រព័ន្ធបញ្ជាបងប្អូននេះមិនមែនជាលើកទី1ដែលរោងចក្រនេះជួបឧបទ្ទវហេតុនេះទេកាលពីឆ្នាំ2024មានការផ្ទុះស្រដៀងគ្នាមួយទៀតដែលបានសម្លាប់កម្មករ3នាក់ដូចគ្នាលើពីនេះកាលពីដើមខែមុនបងប្អូនយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Gazprom នៅក្នុងតំបន់នោះដូចគ្នាផងដែរដែលជាផ្នែកនៃយុទ្ធនាការដើម្បីកាត់បន្ថយប្រាក់ចំណូលថាមពលរបស់រុស្ស៊ីក្រុមសង្គ្រោះបន្ទាន់បានបញ្ចប់ប្រតិបត្តិការរុករកនិងសង្គ្រោះហើយកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមមន្ទីរពេទ្យនៅក្នុងទីក្រុង Steli Tamak បានត្រៀមខ្លួនដើម្បីព្យាបាលដល់អ្នករបួសមូលហេតុពិតប្រាកដនៅតែមិនទាន់បានបញ្ជាក់ជាផ្លូវការថាបញ្ហានេះកើតឡើងដោយសារតែអ្វីទេបងប្អូនប៉ុន្តែអាជ្ញាធរក៏បានបញ្ជាក់ថាវាជាឧបទ្ទវហេតុឧស្សាហកម្មរបស់រោងចក្រនេះទេឧបទ្ទវហេតុនេះបងប្អូនបានទាក់ទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិដោយសារតែរោងចក្រនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីក្នុងបរិបទនៃចំនួនរុស្ស៊ីនិងអ៊ុយក្រែនតែទោះជាយ៉ាងណាគ្មានភស្តុតាងណាមួយបង្ហាញថាវាជាការវាយប្រហាររបស់អ៊ុយក្រែននោះទេដូច្នេះបងប្អូននេះជាផលប៉ះពាល់មួយទៀតសម្រាប់ប្រទេសរុស្ស៊ីដែលកំពុងតែជួបផ្ទួនកាលពីខែមុនមានការបំផ្លិចបំផ្លាញដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានទៅបំផ្លិចបំផ្លាញរោងចក្រផលិតប្រេងហើយឥឡូវនេះរុស្ស៊ីកំពុងតែជួបទុក្ខធ្ងន់មួយទៀតគឺរោងចក្រណាបងប្អូនផលិតសភាអាវុធនិងសារធាតុផ្ទុះមួយចំនួនគឺបានផ្ទុះនៅក្នុងរោងចក្រនោះដែលបណ្ដាលឲ្យមនុស្សចំនួន3នាក់បានស្លាប់និង5នាក់រងរបួសដូច្នេះបងប្អូននេះជាអត្ថបទមួយដែលចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាបានដឹងថាការផ្ទុះនេះគឺគេបានបញ្ជាក់ហើយគឺមិនមានពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែនទេហើយពាក្យសម្ដីដែលលោក Zelensky ដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍ដោយសារតែលោក Zelensky បានបោះពាក្យសម្ដីធ្ងន់ពេកមុនពេលដែលករណីនេះផ្ទុះឡើងបងប្អូនណាដោយសារតែលោក Zelensky បានបោះសម្ដីទៅលោក Putin យ៉ាងធ្ងន់ធ្ងរតែម្ដងយើងមិនចាញ់សង្គ្រាមទេហើយ Putin ក៏មិនអាចឈ្នះដែរដូច្នេះបងប្អូន Zelensky គឺលេងរៀងធ្ងន់បន្តិចហើយចាំមើលយើងចាំតាមដានទាំងអស់គ្នាថាតើមានរឿងអ្វីនឹងកើតឡើងទៀតបន្ទាប់ពីលោក Putin ទទួលបានសារឬក៏សម្ដីដ៏ធ្ងន់មួយនេះហើយតើលោក Putin នឹងធ្វើអ្វីដាក់អ៊ុយក្រែនដូច្នេះយើងនឹងចាំតាមដានទាំងអស់គ្នាបងប្អូនសម្រាប់អត្ថបទទាំងមូលនេះក៏ដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបងប្អូនបើពេញចិត្តកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីអាប់ដេតជាប្រចាំថ្ងៃអំពីខ្ញុំបាទ Free Talking ទាំងអស់គ្នាបងប្អូនរាល់ពាក្យពេចន៍សម្ដីដែលខ្ញុំនិយាយទៅមានការឆ្គងឬក៏លើសលួសឬក៏ខុសចុងជួនណាមួយសូមបងប្អូនជួយកែសម្រួលទាំងអស់គ្នាដូច្នេះខ្ញុំបាទ Free Talking សូមអរគុណនិងសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតនៅពេលនេះសូមជម្រាបលា